ព្រះគោព្រះកែវព្រះវិញ្ញាណរបស់អញ្ជើញមកពីស្រុកព្រំស្វាយខេត្តកណ្ដាលក្រុមខ្លែងខ្មែរធ្និនជ័យខេត្តសៀមរាបរាហូអាសរិនរបស់លោករាជវាសនាជ័យលាភីលេខ1បានទៅលើខ្លែងឯងឈ្មោះគ្រប់មាសរបស់កូនរាជរបស់ខាត់ទីសួស្តីប្រិយមិត្តនៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាបាទថ្ងៃនេះជាថ្ងៃប្រកួតផ្ដាច់ព្រាត់នៃការប្រកួតបង្ហោះខ្លែងឯកខ្លែងចរីនៃព្រឹត្តិការណ៍បង្ហោះខ្លែងឯកខ្លែងចរីឆ្នាំ2026ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាបចាប់ពីថ្ងៃទី20ដល់ថ្ងៃទី22នៅពលានយន្តហោះអន្តរជាតិសៀមរាបពលានយន្តហោះចាស់បាទក្នុងរយៈពេល3ថ្ងៃកន្លងមកនេះមានការប្រកួតរត់ស្វាញហ្នឹងហើយយើងចង់ដឹងថាតើ3ថ្ងៃនេះតើខ្លែងឯកមកពីអង្គភាពណាឬខ្លែងឯកមកពីខាងណាទទួលបានចំណាត់ថ្នាក់ល្អសូមអញ្ជើញតាមបានទាំងអស់គ្នាបាទអបអសាទរព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរខ្លែងសេរីខេត្តសៀមរាបឆ្នាំ2026ពិធីបង្ហាញខ្លែងឯកខ្មែរនិងខ្លែងសេរីលើកទី2ខេត្តសៀមរាបឆ្នាំ2026បានដំណើរការយ៉ាងរលូនប្រកបដោយជោគជ័យនិងផ្លែផ្កាជាទីគាប់ចិត្តលទ្ធផលទាំងអបានកើតឡើងដោយការចង្អុលបង្ហាញប្រកបដោយការស្រឡាញ់ពេញចិត្តនិងការលើកស្ទួយមរតកដូនតារបស់អាដាមអាបាខេត្តសៀមរាបដែលលោកតែងតែយកចិត្តទុកដាក់ដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាបដើម្បីរៀបចំព្រឹត្តិការណ៍ផ្សេងៗជាច្រើនក្នុងខេត្តសៀមរាបថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិសាធារណជនដែលបានចូលរួមនៅក្នុងពិធីបុណ្យខ្លែងរយៈពេល3ថ្ងៃនេះមានសរុបចំនួនប្រមាណជាង 10000 នាក់ខ្លែងឯកដែលបានចូលរួមប្រកួតរយៈពេល3ថ្ងៃនេះគឺមាន130ខ្លែងឯកនិងខ្លែងសេរីមានចំនួនសរុប138ខ្លែងនៅក្នុងនោះខ្លែងឯកមាន53ខ្លែងខ្លែងបង្ហើរជាកិត្តិយសមានខ្លែងឯកចំនួន4ខ្លែងមន្ទីរអង្គភាពក្រុងស្រុករាជធានីខេត្តចំនួន41ខ្លែងខ្លែងឯកវិស័យឯកជនចំនួន32ខ្លែងនិងខ្លែងវិស័យអប់រំចំនួន16ខ្លែងចំពោះខ្លែងសេរីបានចូលរួមប្រកួតសរុបចំនួន45ខ្លែងខ្លែងសេរីបង្ហោះជាកិត្តិយសចំនួន2ខ្លែងខ្លែងសេរីអង្គភាពមន្ទីរអង្គភាពក្រុងស្រុករាជធានីខេត្តចំនួន21ខ្លែងខ្លែងសេរីវិស័យឯកជនចំនួន15ខ្លែងនិងខ្លែងសេរីចំនួនវិស័យអប់រំចំនួន7ខ្លែងសមាជិកប្រតិភូខ្លែងដែលអញ្ជើញចូលរួមប្រកួតមានមកពីរាជធានីភ្នំពេញខេត្តកណ្ដាលខេត្តស្វាយរៀងខេត្តពោធិ៍សាត់ខេត្តស្ទឹងត្រែងខេត្តសៀមរាបនិងបណ្ដាលវិទ្យាល័យវិទ្យាស្ថានអប់រំវិស័យឯកជនមន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកក្នុងខេត្តសៀមរាបលទ្ធផលទទួលបានជ័យលាភីមានចំនួនសរុប18ពានកជ័យលាភីវិស័យអប់រំចំនួន6ពានខជ័យលាភីវិស័យឯកជនចំនួន6ពានកជ័យលាភីវិស័យរដ្ឋចំនួន6ពានលទ្ធផលទាំងនេះនឹងមានប្រកាសជូនដោយគណៈកម្មការដាក់បន្ទុកថ្នាក់ជាតិនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈនាពេលបន្តិចទៀតនេះលក្ខណៈផ្ដល់បន្ទុកសម្រាប់ខ្លែងឯកគឺអំពីទំហំគណៈកម្មការយើងកំណត់យកប្រវែងស្លាប2.20 ម៉ែត្រនិងប្រវែងខ្លួន2.30 ម៉ែត្រទៅ2.50 ម៉ែត្រចំណែកឯការដាក់បន្ទុកខ្លែងឯកគឺមាន3លក្ខណៈបាទលក្ខណៈទី1គឺបច្ចេកទេសបង្ហើរគឺពិនិត្យអំពីលំនឹងអំពីកម្ពស់ផ្ដល់បន្ទុក 40% លក្ខណៈទី2គឺការរចនាខ្លែងការរំលេចដោយគំនូរផ្សេងការផ្ដល់បន្ទុកចំនួន 30% និងលក្ខណៈទី3គឺការផ្ដល់បន្ទុកទៅលើសម្លេងឯកដោយសារនៅទីនេះ
មានការរំខានខ្លះឯងដែលបំពាក់ទៅលើខ្លែងបង្ហោះទៅអត់លឺទេដូច្នេះគណៈកម្មការមានប្រយោគបានសម្រេចជំរឹះយកខ្លែងដែលជាប់ចំណាត់ថ្នាក់ល្អមកក្រវីដើម្បីស្ដាប់ផ្ដល់បន្ទុកឲ្យបានសុក្រិតបាទចំណែកឯខ្លែងសេរីគឺលក្ខណៈនៃការដាក់បន្ទុកមានតែពីរទេគឺទី1បន្ទុក 50% ដាក់ទៅលើបច្ចេកទេសបង្ហើរដែលមានលំនឹងនិងកម្ពស់ជាដើមឯការដាក់បន្ទុកលក្ខណៈទី2គឺពិនិត្យទៅលើការរចនាខ្លែងគឺសម្ព័ន្ធភាពខ្លែងបាទដាក់ដឹកនាំខេត្តលោកនឹងរៀបចំឆ្នាំក្រោយទៀតអបអរសាទរបាទឥឡូវនេះខ្ញុំបាទសូមប្រកាសជូននៅជ័យលាភីខ្លែងសេរីវិស័យអប់រំបាទខ្លែងសេរីវិស័យអប់រំជាប់ជ័យលាភីលេខ3គឺខ្លែងសេរីឈ្មោះថាសាលារៀនអន្តរជាតិអាមេរិកសាខាសៀមរាបជាប់លេខ3បាទអញ្ជើញពេកជនអញ្ជើញទៅលើវេទិកាដែលមានលេខ3បាទជ័យលាភីលេខ2បានទៅលើខ្លែងសេរីឈ្មោះ Stand Go Global មកពីសាលារៀន Go Global ខេត្តសៀមរាបជ័យជ័យលាភីលេខ1ខ្លែងសេរីវិស័យអប់រំបានទៅលើខ្លែងឈ្មោះយៈជារាហៈមាខៈលោកព្រះអនុវិទ្យាល័យមន្ត្រីខេត្តសៀមរាបអនុវិទ្យាល័យមន្ត្រីខេត្តសៀមរាបបាទឥឡូវនេះសូមប្រកាសលទ្ធផលដែលជាបេក្ខជនជាប់ចំណាត់ថ្នាក់កិត្តិយសបាទចំណាត់ថ្នាក់កិត្តិយសបានទៅលើខ្លែងសេរីឈ្មោះអធិរាជរាហូមកពីវិទ្យាល័យបាយ័នខេត្តសៀមរាបបាទអញ្ជើញបាទមួយទៀតចំណាត់ថ្នាក់កិត្តិយសដែរបានទៅលើខ្លែងសេរីឈ្មោះខ្លែងស្ពឺខ្មែរមកពីវិទ្យាល័យអរញ្ញសាគរ CFC ខេត្តសៀមរាបបាទណាជួយមកលើចំណាត់ថ្នាក់កិត្តិយសបាទឥឡូវនេះខ្ញុំបាទសូមប្រកាសលទ្ធផលជ័យលាភីខ្លែងឯកវិស័យអប់រំជំរាបថាអំបញ្ញមិញខ្លែងសេរីវិស័យអប់រំឥឡូវចូលដល់ខ្លែងឯកវិស័យអប់រំជ័យលាភីលេខ3បានទៅលើខ្លែងឯកឈ្មោះមានជ័យបារមីព្រះបាទស្រះជីមកពីវិទ្យាស្ថានអប់រំសិង្ហបុរីជ័យលាភីលេខ2បានទៅលើខ្លែងឯកឈ្មោះវិទ្យាល័យហ៊ុនសែនសៀមរាបមកពីវិទ្យាល័យហ៊ុនសែនសៀមរាបជ័យលាភីលេខ1បានទៅលើខ្លែងឈ្មោះរាហូសែនជ័យរស្មីចែងចាំងមកពីវិទ្យាល័យហ៊ុនសែនវត្តស្វាយជើញឡើងលើវេទិកាលេខ1បាទចំណាត់ថ្នាក់កិត្តិយសបានទៅលើខ្លែងឯកឈ្មោះ Intrigo Global បាទចំណាត់ថ្នាក់កិត្តិយសទី2បានទៅលើខ្លែងឯកឈ្មោះសាលាអន្តរជាតិ USA ចំ
ចំណាត់ថ្នាក់កិត្តិយសទី3បានទៅលើខ្លែងឯកឈ្មោះហងឯករៀបបូមកពីសាលាបឋមសិក្សាវត្តរៀបបូសូមអនុញ្ញាតបន្តប្រកាសលទ្ធផលខ្លែងសេរីវិស័យឯកជនវិញម្ដងបាទជ័យលាភីលេខ3បានទៅលើខ្លែងសេរីឈ្មោះជីងចក់បាត់ជាយស្រីជ័យដល់លើវិការលេខ3ជីងចក់បាត់ជាយស្រីបាទចំណែកឯជ័យលាភីលេខ2បានទៅលើខ្លែងសេរីឈ្មោះមេអំបៅរបស់លោកទូតអាណាមកពីស្រុកអង្គរជុំខេត្តសៀមរាបឥឡូវនេះជ័យលាភីលេខ1ខ្លែងសេរីឈ្មោះព្រះគោព្រះកែវរបស់លោកនាងរវត្តអញ្ជើញមកពីស្រុកគិនស្វាយខេត្តកណ្ដាលបាទឥឡូវនេះគឺចំណាត់ថ្នាក់កិត្តិយសចំណាត់ថ្នាក់កិត្តិយសខ្លែងសេរីឈ្មោះពន្លឺអធិរាជរបស់លោកស្រីកិនកែវអនិច្ចជនខ្មែរមកពីប្រទេសន័រវេចំណាត់ថ្នាក់កិត្តិយសបាទចំណាត់ថ្នាក់កិត្តិយសទី2ខ្លែងសេរីឈ្មោះខ្លែងបន្ទុំរុយបន្ទុំរុយហៅមកពីស្រុកឆ្ងាយទៅហើយរបស់កញ្ញារដ្ឋភក្តីមកពីស្រុកគៀនស្វាយខេត្តកណ្ដាលចំណាត់ថ្នាក់កិត្តិយសទី3ខ្លែងសេរីឈ្មោះរាហូចាប់ច័ន្ទរបស់លោកវិនណាវិទ្យមកពីស្រុកគៀនស្វាយខេត្តកណ្ដាលដែរបាទអ្នកស្រុកគៀនស្វាយប្រកែកធ្វើខ្លែងឆ្នៃไหมបាទឥឡូវនេះចូលដល់ការប្រកាសលទ្ធផលជ័យលាភីខ្លែងឯកវិស័យឯកជនបាទជ័យលាភីលេខ3បានទៅលើខ្លែងឈ្មោះដែលជាសវណ្ណវេហាសង្ហាមានរិទ្ធរបស់លោកកឹមសិញអញ្ជើញមកពីភ្នំប្រសិទ្ធរាជធានីភ្នំពេញជ័យលាភីលេខ2បានទៅលើខ្លែងឯកឈ្មោះវិយោភៈរបស់ក្រុមខ្លែងឯកខ្មែរខេត្តសំទោសរបស់ក្រុមខ្លែងខ្មែរធ្និនជ័យខេត្តសៀមរាបជ័យលាភីលេខ1បានទៅលើខ្លែងឯកឈ្មោះរាហូអាសរិនរបស់លោករាពេជ្រវាសនាបាទអរគុណដែរតាមជើងវេទិកាលេខ1ចំណែកឯចំណាត់ថ្នាក់កិត្តិយសទី1បានទៅលើខ្លែងឯកឈ្មោះខ្លែងឯកស្លាប់បើកក្រាំងធ្នង់របស់លោកអ៊ុំចេស្តាមកពីរាជធានីភ្នំពេញបាទចំណាត់ថ្នាក់កិត្តិយសទី2បានទៅលើខ្លែងឯកឈ្មោះយុវជនអង្គររបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបចំណាត់ថ្នាក់កិត្តិយសទី3បានទៅលើខ្លែងឯកឈ្មោះសុខរស្មីអង្គររបស់លោកស្រីកឹមកែវអនិច្ចជនខ្មែរមកពីប្រទេសន័រវេឥឡូវនេះខ្ញុំបាទសូមអនុញ្ញាតប្រកាសលទ្ធផលជ័យលាភីខ្លែងសេរីមន្ត្រីអង្គភាពរដ្ឋបាលក្រុងស្រុកវិញម្ដងបាទជ័យលាភីលេខ3បានទៅលើខ្លែងសេរីឈ្មោះសុវណ្ណរាជវជុរារបស់មន្ត្រីផែនការខេត្តសៀមរាបបាទជ័យលាភីលេខ2បានទៅលើខ្លែងសេរីឈ្មោះអប្សរទេវីរបស់រដ្ឋបាលស្រុកបាត់ជាយស្រីខេត្តសៀមរាបបាទឥ
អបសរគឺវីអូនមានកិត្តិយសឲ្យយើងប្រិមិត្តចង់ដឹងទេខ្លែងសេរីមន្ទីរអង្គភាពជ័យលេខ2លេខ1បានទៅខាងណាដែរណោះបានទៅលើខ្លែងសេរីឈ្មោះដែនដីសវណ្ណភូមិរបស់មន្ទីរដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តសៀមរាបឯចំណាត់ថ្នាក់កិត្តិយសខ្លែងសេរីមន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកទី1ខ្លែងសេរីឈ្មោះរាជសីហ៍អង្គររបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាទចំណាត់ថ្នាក់កិត្តិយសទី1ចំណាត់ថ្នាក់កិត្តិយសទី2ខ្លែងសេរីឈ្មោះពន្ធនាគារខេត្តសៀមរាបចំណាត់ថ្នាក់កិត្តិយសទី3បានទៅលើខ្លែងសេរីឈ្មោះនាងអំរបស់មន្ទីរមុខងារសាធារណៈខេត្តសៀមរាបและនេះយើងនៅវគ្គចុងក្រោយបាទគឺខ្លែងឯកមន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកបាទខ្លែងឯកឥឡូវនេះខ្ញុំបាទសូមប្រកាសជ័យលាភីលេខ3ខ្លែងឯកមន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកបានទៅលើខ្លែងឯកឈ្មោះរាជសីហ៍អង្គររបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាទសូមជ័យដល់លើវេទិកាលេខ3ជ័យលាភីលេខ2បានទៅលើខ្លែងឯកឈ្មោះជ័យសង្គ្រាមរបស់រដ្ឋបាលស្រុកបន្ទាយស្រីជ័យលាភីលេខ1បានទៅលើខ្លែងឯកឈ្មោះគ្រប់មាសរបស់កងរាជអាវុធហត្ថខេត្តសៀមរាបជើញវេទិកាលេខ1បាទគ្រប់មាសអូលោកតាឈុំម៉ៅឥឡូវនេះគឺជាចំណាត់ថ្នាក់កិត្តិយសខ្លែងឯកមន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកទី1បានទៅលើឈ្មោះខ្លែងសន្តិភាពមរតកចម្លាក់ប្រាក់ស្ពាន់របស់ខេត្តកណ្ដាលបាទជ័យលាភីកិត្តិយសទី1ជ័យលាភីកិត្តិយសទី2ស្ទឹងត្រែងបេងដូងខ្ញុំរបស់រដ្ឋបាលខេត្តស្ទឹងត្រែងហើយចំណាត់ថ្នាក់កិត្តិយសទី3បានទៅលើខ្លែងឯកឈ្មោះមុនីសែនជ័យរបស់រដ្ឋបាលឃុំខ្នាពរខេត្តសៀមរាប